ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំបាទឈ្មោះយាតឆៃយ៉ាមនីមកធ្វើការបង្ហាញអំពីការ config VLAN ដែលមានភាសាពេញជា Virtual Local Area Network ហើយយើងបង្កើតអាហ្នឹងដើម្បីអីតាមមកទៅយើងបង្កើតអាហ្នឹងគឺដើម្បីតម្រូវការរបស់ក្រុមហ៊ុនដែលធំពួកគាត់ត្រូវការធ្វើអាហ្នឹងបើក្រុមហ៊ុនតូចអីគេប្រើត្រឹមតែប្រេតទេអញ្ចឹងបើក្រុមហ៊ុនធំមាន user ប្រើច្រើនគេត្រូវការ VLAN ដើម្បីឲ្យមានបង្កើតវាថានៅក្នុង router វាមាន port តិចអញ្ចឹងទៅវាមិនអាចប្រើគ្រប់គ្នាបានទេយើងត្រូវការមាន switch មួយទៀតដើម្បីអាចចែក port ផ្សេងទៅកាន់ user ឲ្យបានច្រើនជាងមុនអញ្ចឹងដើម្បី config ឲ្យ IP PC2 នេះនៅក្នុង switch តែមួយ network តែមួយមែនប៉ុន្តែគេចង់បាន IP វានៅក្នុង range ខុសគ្នាដូចអានេះអញ្ចឹងគេចង់បាន range នៅក្នុង10របស់ VLAN 10 VLAN 20អានេះសម្រាប់ IT អញ្ចឹងទៅអានេះសម្រាប់ graphic design អីចឹងទៅគេចង់បាន IP ខុសគ្នាប៉ុន្តែ network វាតែមួយទេអញ្ចឹងយើងត្រូវធ្វើមិនអញ្ចឹងឥឡូវយើងជាដំបូងឡើយយើងត្រូវ add magnetic winbox មួយដើម្បីយើង config សម្រាប់ចូលទៅ remote ចូលទៅ config router ទី1នេះយើងត្រូវ config router មួយទេអញ្ចឹងចូលមកនេះមកចឹងអានេះបើកហើយតែសិនបើយើងអត់បើកចូលទេវាឲ្យលុបទេអញ្ចឹងដោយសារធ្លាប់បើកហើយម្ដងអញ្ចឹងចូលដំបូងចេញមកវាអត់មានអីទេដាក់ new password អញ្ចឹងទៅយើងខ្វែងចោលទៅបាច់ដាក់ password តមកដំបូងឡើយយើងត្រូវចូលកាន់ interface ចូលកាន់ internet 2ត្រូវការ add VLAN ចំនួន2ដែលយើងចង់បាន VLAN IT និង VLAN GD អញ្ចឹង VLAN IT ចង់បាន IP 10 range ក្នុង range 10 IP វានៅក្នុង range 10អានេះនៅក្នុង range 20សម្រាប់ GD អញ្ចឹងហេតុអីបានយើងដឹងថាហ្នឹងត្រូវ add ទៅកាន់ interface ទី2អញ្ចឹងតើមើលនេះយើងហៅខ្សែហ្នឹងមកអញ្ចឹងឃើញថា router វាចេញទៅ port ដែលចេញទៅកាន់ switch ហ្នឹងគឺលេខ2អញ្ចឹង switch មកកាន់ router វិញគឺលេខ1អញ្ចឹងយើងត្រូវadd នៅក្នុង VLAN នៅក្នុង interface លេខ2នេះគឺយើងត្រូវ add បែបនេះយើងត្រូវដាក់លេខ10មកដើម្បីថាចង់បាន IP 10ហ្នឹង range 10ហ្នឹងនេះគឺសម្រាប់ IT អានេះដាក់20វិញហើយ interface គឺ2ដូចគ្នាដោយសារវាចេញពីលេខ2មកអញ្ចឹងអាហ្នឹងទៅប៉ុណ្្នឹងមកអូខេតបមកទៀតយើងគ្រាន់តែចូលទៅបង្កើតassign IP វាមកនេះគឺ assign IP យើងក៏ចុចបុក IP ដែលយើងចង់បានហើយយើងរើសមក IT មិញក្នុង range 10អញ្ចឹងដាក់មក 192.168.10.1/24 អញ្ចឹងមកគឺអូខេយើងអូខេទៅបានហើយអញ្ចឹងខ្ញុំបង្កើតហើយខ្ញុំអត់បង្កើតទៀតទេនេះគឺរបស់ខ្ញុំគឺមានហើយនេះគឺ20បែបហ្នឹងគឺដូរមកហើយតមកទៀតយើងគ្រាន់តែបង្កើត DHCP ធម្មតាមកដើម្បីបោះអ៊ីនធឺណិតទៅកាន់ VLAN ទាំងពីរហ្នឹងហើយយើងបង្កើត NAT ដូចគ្នា firewall ចូល NAT បូក action យក MACហ្នឹងទៅប៉ុណ្្នឹងមកអូខេទៅអ៊ីនធឺណិតនឹងមានហើយតមកទៀតយើងត្រូវចូលទៅ config នៅកាន់ទៅកាន់ក្នុង switch ជាងបើក switch យើងចង់ remote ចូលនេះគឺវាចេញដំបូងគឺបែបនេះខ្ញុំបាច់ដាក់ password ទេធំមកអញ្ចឹងអានេះយើងត្រូវចូលទៅកាន់ interface ដែរប៉ុន្តែហ្នឹងមុនរួចត្រូវការ bridge ខ្ញុំការ bridge ចំនួន2សិនមក bridge ទី1ហើយ bridge ទី1នេះខ្ញុំកោតថា IT ទី2នេះសម្រាប់ graphic design អញ្ចឹងពេលដែលខ្ញុំកាត់ bridge ហើយឃើញនឹងវា load អានេះចូលមក auto ហើយតោះមកយើងត្រូវកាន់ add VLAN ទៅកាន់ interface ទី1ដោយសារតែ switch មិញវាមកកាន់អានេះវិញវាចូលទៅកាន់ interface ទី1នេះអញ្ចឹងយើងត្រូវដាក់ទៅកាន់ interface ទី1វិញប្រឆាំងគ្នាវិញនេះតែ range គឺ10ដែរដាក់ឈ្មោះដែលយើងដាក់មិនក៏បានដែរឲ្យទៅស្គាល់ឲ្យទៅស្គាល់ interface វាច្បាស់យើងដាក់ GD យើងដាក់កាត់អញ្ចឹងទៅតមកទៀតយើងត្រូវកាន់ចូលទៅកាន់ bridge វិញចូល port យើងត្រូវការ add interface ទាំងអស់ចូលទៅកាន់ bridge នេះ interface ទាំងអស់នេះមាន2 3 4 5អញ្ចឹងទៅដើម្បីឲ្យកំណត់ថា4 5នេះបោះនៅក្នុង IP ណាអញ្ចឹង45 VLAN 20អានេះ VLAN 10អញ្ចឹងខ្ញុំដាក់នេះ45
Print 2 អញ្ចឹង Print 2 VLAN GD អញ្ចឹងវាទទួលបាន IP មកក្នុង range 20 អញ្ចឹងខ្ញុំដាក់ក្នុង Print 2 ក្នុង Print 1 នេះទទួលបាន range 10 អញ្ចឹងខ្ញុំដាក់ក្នុង Print 1 ហើយយើងត្រូវ add អា2នេះចូលដែរដើម្បីឲ្យមាន2នេះទទួល4នេះទទួលអ៊ីនធឺណិតពីអា2នេះដែរដើម្បីទទួលបាន IP ដូចដែលនេះគេចង់បានហ្នឹង 192.68.10 អញ្ចឹងទៅអានេះចុច20ហ្នឹងទៅពេលយើងបង្កើតអាហ្នឹងតែប៉ុណ្្នឹងហើយគឺអត់មានធ្វើអីទៀតទេយើងទៅតេស្តអ៊ីនធឺណិតទៅចង់ដឹងថាវាទទួលបាន IP ដូចដែលយើងចង់បានអត់ខាងតាក់ argument DHCP interval of DHCP chứ yeah បើយកវាយ command DHCP ទៅយើងអាច ping បានទេវាអត់ស្គាល់ network អត់ស្គាល់ IP យើងចឹងអាណាដើមពេញមុនទៅពីកាន់8ចឹងហ្នឹងលើដើរអ៊ីនធឺណិតចឹងអានេះគឺមានអ៊ីនធឺណិតហើយទី4ចឹងនេះក៏មានដែរអានេះក៏មានដែរចឹងអានេះក៏មានដែរចឹងគឺថា PC របស់ទទួលបានក្នុង range 10អានេះក៏ range 10ដែរតែអា2នេះគឺ range 20អានេះគឺ range 20ចឹងអ៊ីនធឺណិតក៏វាថេរដែរហើយអញ្ចឹងការងារសម្រាប់ VLAN ហ្នឹងគឺមានតែប៉ុណ្្នឹងឯងសូមជម្រាបលាលោកគ្រូ